មកទៀតហើយជាមួយនឹងខ្យងប៉ារ៉ាទឹកស៊ីអ៊ីវអញ្ចឹងចង់ញ៉ាំខ្យងប៉ារ៉ាដែលមានគុណភាពស្រស់ឆ្ងាញ់ទាំងរសជាតិអាចរកបាននៅម៉ាមី Seafood ណាអញ្ចឹងនៅពេលដែលញ៉ាំខ្យងប៉ារ៉ាម៉ាមីចង់ប្រាប់ថាចេះកុំភ្លេចបន្ថែមជាមួយនឹងខ្ទឹមអញ្ចឹងបើចង់ញ៉ាំខ្យងប៉ារ៉ាដែលឆ្ងាញ់នេះគេថៃលាយដំបូងគេគឺខ្ទឹមដល់មកទៀតមកគឺម្ទេសនេះឯងហើយច្បល់វាឲ្យខ្សោយចានកញ្ចក់អញ្ចឹងមើលឃើញអត់នេះឡើងថ្លាឡើងតំណងហើយបើសិនជាអាចទេបងប្អូនអរគ្នាកុំភ្លេចណាបន្ថែមជាមួយនឹងទឹកត្រីបុកបន្តិចទៅធ្វើឲ្យរសជាតិកាន់តែឆ្ងាញ់ប្លែកទឹកត្រីបុកដែលមានម្ទេសប្រហែលគ្រាប់ហ្នឹងទៅតំណងអត់ឆ្លើយមានម៉ាត់មើលតោះអញ្ចឹងយើងចាក់ខ្យងញ៉ាំណានេះត្រជាក់ខែភ្លៀងអញ្ចឹងណាបានបាយកកញ៉ាំជាមួយនឹងខ្យងនឹងឆ្ងាញ់មិនទេឥឡូវស្មាននឹងមានពុំឃ្លានណោះនេះឃើញអត់ហើយតបជាមួយនឹងហ្វៃបន្តិចមកចលក់តោះហើយចាក់ចឹងហើយបើបានជាមួយនឹងបាយទៀតណានេះនេះមួយស្លឹកព្រាបែបនេះដាក់ម្ទេសមួយគ្រាប់មកតំណងអត់នេះញ៉ាំជាមួយស្ពៃទៀតហើយចឹងញ៉ាំជាមួយនឹងផ្កាកាភ្លោ